ជាបឋមខ្ញុំប្រកាសថាខ្ញុំសូមក្រាបថ្វាយបង្គំចំពោះសមណៈនិស្សិតគ្រប់ព្រះអង្គហើយសូមសួស្តីបងប្អូននិស្សិតជាទីរាប់អាននៅក្នុងកិច្ចបន្តទៅទៀតនេះយើងនឹងសិក្សាមេរៀនបន្ទាប់ពីញាតិចប់សពគ្រប់ទៅយើងនឹងសិក្សាអំពីប្រធានបទមួយទៀតនិយាយអំពីកុំជាប់ពាក្យអ្វីទៅជាកុំជាប់ពាក្យដែលយើងតែងនិយមហៅតាមគ្នាឬក៏ទំនៀមទម្លាប់ប្រពៃណីខ្មែរយើងតែងតែហៅតមកគឺពិធីភ្ជាប់ពាក្យហ្នឹងឯងពិធីភ្ជាប់ពាក្យនេះយើងមានយូរយារណាស់មកហើយក៏ដូចជាប្រទេសកម្ពុជាយើងក៏មុននឹងរៀបចំឬក៏ឈានទៅដល់រៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ណាមួយគឺតែងតែមានពិធីឬក៏ឆ្លងកាត់ពិធីភ្ជាប់ពាក្យឬពិធីកុំជាប់ពាក្យនេះឯងនេះគឺជាប្រវេណីជាទំនៀមទម្លាប់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយក៏មាននៅក្នុងក្រមរដ្ឋវិន័យចាស់ក៏មាននៅក្នុងក្រមរដ្ឋវិន័យថ្មីនៅក្នុងឆ្នាំ2007នេះក៏មានចែងផងដែរគ្រាន់តែថាមិនដូចក្រមរដ្ឋវិន័យចាស់ទេទោះបីជាក្រមរដ្ឋវិន័យឆ្នាំ2007មិនបានតម្រូវឲ្យមានកុំជាប់ពាក្យនៅមុនការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ក៏ដោយក៏វាជានៅក្នុងកិច្ចមួយឬក៏ដើម្បីបង្កើតឲ្យមាននៅអានុភាពផ្លូវច្បាប់មួយដែរនៅពេលដែលកុំជាប់ពាក្យនេះបានបង្កើតឡើងមុនពេលអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ឧបតិកាត់ឡើងផងដែរជាទូទៅយើងដឹងហើយថាលក្ខខណ្ឌនៃការបង្កើតឲ្យមានពិធីកុំជាប់ពាក្យនេះយើងត្រូវយល់អំពីយមន័យរបស់កុំជាប់ពាក្យនេះតើវាចេញពីណាមកនៅក្នុងក្រមរដ្ឋវិន័យនៅក្នុងចំណុចមាត្រាណាយើងបានស្វែងយល់ហើយនឹងអានទៅវាឃើញថាក្រមរដ្ឋវិន័យឆ្នាំ2007ក៏មានចែងយ៉ាងច្បាស់ផងដែរនៅក្នុងមាត្រា944បានចែងថាគឺជាសេចក្តីសន្យារវាងបុរសនិងនារីការសន្យាគ្នាថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅពេលថ្ងៃអនាគតនឹងបានរៀបចំពិធីភ្ជាប់ពាក្យឬក៏កុំជាប់ពាក្យនេះឡើងតាមនឹងផងដែរទោះបីនារីនិងបុរសដែលមានចំណងអាពាហ៍ពិពាហ៍នឹងគ្នាអាចបង្ហាញឆន្ទៈដោយសេរីក្នុងការបង្កើតកុំជាប់ពាក្យនេះហើយបើគ្រាន់តែមានសេចក្តីសន្យារវាងបុរសនិងនារីថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលខាងមុខវាមិនទាន់មានលក្ខណៈគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយនោះឡើយទេដើម្បីឲ្យពិធីកុំជាប់ពាក្យឬពិធីភ្ជាប់ពាក្យនេះដើម្បីឲ្យមានសក្តានុពលហើយមានសុពលភាពនោះក៏ចាំបាច់ផងដែរត្រូវធ្វើពិធីតាមប្រពៃណីទំនៀមទម្លាប់ដើម្បីសរបញ្ជាក់បង្ហាញភាពអឡារឹកផ្ដើមចេញពីឆន្ទៈជាក់ស្ដែងដូចនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរយើងជាដើមដែលមានខាងប្រុសនិងខាងស្រីមានការហែកចំនួនជូនជាទ្រព្យសម្បត្តិជាមាសប្រាក់ជាបណ្ដាការទៅតាមអ្វីដែលជាធនធានរបស់ក្រុមគ្រួសារទាំងពួងនោះឯងអ្វីទៅជាអានុភាពគឺជាចំណងមួយហៅថាចំណងកតេយុត្តដើម្បីឲ្យមានចំណងកតេយុត្តនេះវាមានលក្ខណៈសុក្រិតដើម្បីឲ្យដឹងថាការរៀបចំពិធីកុំជាប់ពាក្យឬក៏ពិធីភ្ជាប់ពាក្យនេះដើម្បីឲ្យមានសុពលភាពនិងមានអានុភាពទៅកើតហ្នឹងគឺលក្ខណៈណាមួយកំណត់សម្គាល់ឲ្យជាក់លាក់ឲ្យច្បាស់លាស់ជាទម្លាប់នៅពេលដែលមានពិធីកុំជាប់ពាក្យនេះគឺតែងតែមានការជូនជាចំនួនអាចជាភាគីខាងប្រុសជាអ្នកជូនឬក៏ជាភាគីខាងស្រីជាអ្នកជូនដែរហើយចំនួននៅទីនេះអាចជាវត្ថុសម្ភារៈផ្សេងទ្រព្យសម្បត្តិផ្សេងដែលមានមាសប្រាក់កែវកងពិន្ទុសូរកាលណាមួយឬអាចថាជាចិញ្ចៀនភ្ជាប់ពាក្យហើយកុំជាប់ពាក្យនេះត្រូវបានបង្កើតក៏ប៉ុន្តែដោយសារហេតុផលអ្វីមួយធ្វើឲ្យកុំជាប់ពាក្យនេះត្រូវបានរលាយទៅវិញតើការរលាយនៃកុំជាប់ពាក្យនេះមានអានុភាពយ៉ាងណាដែរចំពោះគូភាគីទាំងសងខាងហ្នឹងចំណុចលក្ខខណ្ឌទី1គឺភាគីនឹងអាចទាមទារឲ្យសងនៅចំនួនដែលភាគីម្ខាងនឹងឯងដែលបានលើកចំនួននៅពេលដែលកុំជាប់ពាក្យដោយការសង្ឃឹមថាខ្លួននឹងបានរៀបអាពាហ៍ពិពាហ៍ប៉ុន្តែផ្ទុយទៅវិញ
អាការពិធីភ្ជាប់ពាក្យនឹងឯងត្រូវបានរំលាយទៅវិញដោយភាពមិនត្រឹមត្រូវដោយភាពមិនច្បាស់លាស់ណាមួយដោយមានមន្ទិលដោយវិការៈផ្សេងៗណាមួយដែលកើតឡើងទៅអាចភាគីម្ខាងដែលខាតប្រយោជន៍ខូចប្រយោជន៍នឹងឯងអាចទាមទារនៅសំណងឲ្យភាគីម្ខាងទៀតនឹងឯងសងនៅចំនួនឬបណ្ដាការទាំងឡាយដែលបានរៀបចំពិធីកំចប់ពាក្យនិងពិធីភ្ជាប់ពាក្យនៅក្នុងអំឡុងហ្នឹងគឺតែមានចំនួនផ្សេងៗឧទាហរណ៍ថាចំនួនជាឡានស៊េរីថ្មីឬក៏ចិញ្ចៀនពេជ្រដែលមានតម្លៃរាប់ម៉ឺនរាប់លានជាដើមទៅតាមខ្លឹមសារនៃក្រមរដ្ឋវិន័យនៅត្រង់ចំណុចមាត្រា945នៃក្រមរដ្ឋវិន័យក៏បញ្ជាក់ផងដែរថាអ្នកដែលលើកចំនួននឹងឯងមានកំហុសក្តីឬក៏គ្មានកំហុសក្តីនៅក្នុងការរលាយកុំជប់ពាក្យក៏ដោយក៏ភាគីនោះអាចទាមទារដោយភាគីម្ខាងទៀតសងចំនួនមកវិញបានដែរហ្នឹងក្នុងន័យច្បាប់ទោះគ្មានកំហុសឬក៏មានកំហុសក៏ដោយនៅក្នុងន័យហ្នឹងណាឯចំណុចលក្ខខណ្ឌ2នោះគឺភាគីអាចទាមទារឲ្យសងសំណងនៃការខូចខាតកុំជប់ពាក្យគឺជាដំណើរការសង្គមដែលជាមូលដ្ឋាននៃអាពាហ៍ពិពាហ៍តាមច្បាប់ហើយមានអត្ថន័យតាមច្បាប់លើសពីអ្វីដែលគ្រាន់តែជាកិច្ចព្រមព្រៀងសាមញ្ញធម្មតាពីព្រោះអីកាលណាដែលយើងចេះតែមានអាពិធីនឹងវារំលាយដោយងាយដោយសេរីដោយចិត្តឯងពេកក៏វាជាហេតុធ្វើឲ្យមាននៅកំហុសមួយធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងទំនៀមទម្លាប់ដ៏ល្អរបស់សង្គមផងដែរដូច្នេះហើយទើបក្រមរដ្ឋវិន័យនឹងឯងចូលខ្លួនមកដើម្បីអន្តរាគមន៍ដូចជាបញ្ញត្តិនៅក្នុងមាត្រា946នៃក្រមរដ្ឋវិន័យបានដាក់កម្រិតចំពោះភាគីដែលមានកំហុសក្នុងការរំលាយកុំជប់ពាក្យត្រូវតែទទួលខុសត្រូវជាចាំបាច់ចំពោះសំណងនៃការខូចខាតណាមួយដែលវាកើតឡើងពីព្រោះអីអ្នកឯងបដិសេធបើបដិសេធដំបូងវាមិនជាបញ្ហាប៉ុន្តែធ្វើឲ្យអាពិធីកុំជប់ពាក្យពិធីភ្ជាប់ពាក្យហ្នឹងកន្លងផុតទៅក្រោយមកក៏មានចេតនាណាមួយដើម្បីរំលាយដោយចិត្តឯងណាមួយឬក៏ទង្វើណាមួយនេះដើម្បីកុំឲ្យតែអាទង្វើនឹងឯងធ្វើឲ្យវាងាយរំលាយដោយស្រួលដោយចិត្តឯងអញ្ចឹងក្រមរដ្ឋវិន័យនេះគឺមានការបញ្ញត្តិយ៉ាងជាក់លាក់កំហិតចំពោះភាគីដែលមានកំហុសក្នុងការរំលាយកុំជាប់ពាក្យនឹងឯងត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតណាមួយដែលវាកើតឡើងវាមានន័យថាបើភាគីម្ខាងបដិសេធកុំជប់ពាក្យដោយគ្មានមូលហេតុត្រឹមត្រូវច្បាស់លាស់ជាក់លាក់ទេនឹងឯងភាគីម្ខាងទៀតនៃអ្នកកុំជប់ពាក្យនឹងឯងអាចទាមទារនៃសំណងនៃការខូចខាតដែលកើតឡើងដោយសារការបដិសេធរបស់ខ្លួននោះឯងដោយផ្អែកលើការមិនអនុវត្តកាតព្វកិច្ចឬអំពើអនិច្ចានុកូលណាមួយអំពើអនិច្ចានុកូលគឺជាអំពើដែលផ្ទុយនឹងច្បាប់អញ្ចឹងហើយបានជានៅក្នុងក្រមរដ្ឋវិន័យលោកទុកពេលនិងវេលាឲ្យបុគ្គលទាំងសងខាងដែលជាគូភាគីនៃកុំជាប់ពាក្យឬអ្នកភ្ជាប់ពាក្យនោះឯងមានឱកាសមួយគេហៅថាអំឡុងពេលនៃការទាមទារគេដាក់ចំនួនអំឡុងពេល1ឆ្នាំគិតចាប់ពីថ្ងៃកុំជាប់ពាក្យនឹងឯងបានរំលាយទៅអញ្ចឹងសិទ្ធយើងមានសិទ្ធនៅក្នុងការដាក់ពាក្យបណ្ដឹងដើម្បីទាមទារនៅសំណងឬចំនួនឬសងនៃចំនួនបណ្ដាការណាមួយដែលវាខូចខាតខូចបង់ដោយអំពើអនិច្ចានុកូលដែលមិនគ្រប់អនុវត្តកាតព្វកិច្ចឬក៏ការបដិសេធនឹងឲ្យខូចទាំងពេលវេលាខូចទាំងទ្រព្យសម្បត្តិខូចទាំងកិត្តិយសកេរ្តិ៍ឈ្មោះរបស់បុគ្គលអញ្ចឹងគូភាគីទាំងអស់ហ្នឹងច្បាប់បានអនុញ្ញាតនៅក្នុងក្រមរដ្ឋវិន័យមាត្រា946នៃក្រមរដ្ឋវិន័យហ្នឹងគឺអ្នកដែលមានបំណងទាមទារត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការក្នុងអំឡុងពេល1ឆ្នាំគិតចាប់ពីថ្ងៃកុំជាប់ពាក្យបានរំលាយ